សូមឲ្យកូនយកចិត្តគេមកដាក់ចិត្តកូនមានខ្លួនឯងជាឧបមាចិត្តយើងចិត្តគេកុំធ្វើអ្វីតាមតែចិត្តខ្លួនឯងឲ្យសោះសូមឲ្យកូនចាំទុកថាការក្រែងចិត្តជាសម្បត្តិរបស់មនុស្សល្អជាក្រមួនស្នេហ៍ជាមេរិយាទក្នុងសង្គមនិងជាសុជីវធម៌ធ្វើមិនឲ្យតោះចិត្តអ្នកដទៃផងលើកតួយ៉ាងដូចជានៅក្នុងបន្ទប់ប្រជុំឬកន្លែងសម្ដែងធម៌ទេសនាអ្នកដទៃគេតាំងចិត្តស្ដាប់តែយើងគិតតែជជែកធ្វើឲ្យអ្នកដទៃរំខានត្រចៀកណាស់យើងប្រកបអាជីពឬជួសជុលអ្វីដែលនាំឲ្យមានសម្លេងរំខានដល់អ្នកជិតខាងធ្វើឲ្យគេក្តៅក្រហាយចិត្តដូចនេះយើងត្រូវតែក្រែងចិត្តត្រូវប្រាប់គេខ្លះផងយកចិត្តគេផងបើនឹងត្រូវធ្វើយូរក៏ត្រូវតែក្រែងចិត្តគេឲ្យខ្លាំងយ៉ាងនេះនឹងមិនមានរឿងអ្វីច្រើនទៅនោះទេកូនកុំគិតបែបអ្នកលេងថាមានរឿងក៏មានការគិតបែបនេះជាការគិតរបស់មនុស្សឃើញតែពីបានគិតតែពីខ្លួនឯងមិនគិតដល់ចិត្តដល់ថ្លើមអ្នកដទៃផងចូលកូនកុំគិតយ៉ាងនេះឡើយវាជារឿងដែលគួរឲ្យអៀនខ្មាស់ណាស់